បងប្អូនធ្លាប់ឮគេថាអ្នកដែលមានអាយុចាប់ពី60ឡើងអត្តសញ្ញាណប័ណ្ណរបស់គាត់គឺអាចប្រើបានរហូតមិនមានន័យថាមិនផុតសុពលភាពឬក៏មិនអស់សុពលភាពបងប្អូនធ្លាប់ឮឬអត់ពាក្យហ្នឹងមែនតើខ្ញុំធ្លាប់ឮដែរហើយប៉ុន្តែវាមិនច្បាស់បងប្អូនណាដោយសារមិនដឹងថាពិតដូចគេលើកឡើងមែនឬក៏អត់នោះទេហើយចៃដន្យអីនៅក្នុងថ្ងៃនេះខ្ញុំបានឃើញការបង្ហោះពីเพจមួយរបស់ឧត្តមសេនីយ៍ឯកសាយម៉េងឈៀងបងប្អូនដែលគាត់បានធ្វើការបង្ហោះពាក់ព័ន្ធនឹងព័ត៌មាននេះអញ្ចឹងបងប្អូនចង់ដឹងអាចស្ដាប់នៅវីដេអូនេះថាតើគាត់បង្ហោះនឹងខ្លឹមសារយ៉ាងណាពាក់ព័ន្ធនឹងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី60ឡើងហ្នឹងដោយពាក្យដែលគេបានលើកឡើងឬក៏អត់បងប្អូនអញ្ចឹងសូមជូនខ្លឹមសារដូចតទៅប្រជាពលរដ្ឋខ្មែរមានអាយុ60ឡើងត្រូវបន្តប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានស្រាប់រហូតអស់សុពលភាពហើយត្រូវយកមកបំពេញបែបបទថតធ្វើថ្មីបងប្អូនឡើងវិញទើបទទួលបានអត្តសញ្ញាណប័ណ្ណថ្មីមានសុពលភាពអចិន្ត្រៃយ៍ស្រាប់ទុកប្រើប្រាស់នេះជាដំបូងជាការបញ្ជាក់នៅចំណុចខាងលើហើយបងប្អូនណាចំណុចដូចជាបានឆ្លើយនឹងសំណួរហើយបងប្អូនអាចស្ដាប់យល់បានហើយគាត់សរសេរបន្តថាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនតម្រូវឲ្យភ្ជាប់ឯកសារយោងបន្ថែមក្រៅពីអត្តសញ្ញាណប័ណ្ណចាស់នោះទេអញ្ចឹងមានន័យថាបន្តយកតែអាចាស់ទៅគឺគេអាចថតធ្វើថ្មីជូនពុកម៉ែឬក៏ពូមីងបានហើយបងប្អូនចំណុចនេះលើកលែងតែករណីមានការផ្លាស់ប្ដូរអាសយដ្ឋានថ្មីឬអាសយដ្ឋានចាស់នោះត្រូវបានផ្លាស់ប្ដូរទីតាំងភូមិសាស្ត្ររដ្ឋបាលឧទាហរណ៍ដូចជាពីមុនសង្កាត់ស្ទឹងមានជ័យតែបច្ចុប្បន្នប្ដូរទៅជាសង្កាត់ស្ទឹងមានជ័យ1ឬស្ទឹងមានជ័យ2ឬស្ទឹងមានជ័យ3ជាដើមអញ្ចឹងទីតាំងភូមិសាស្ត្រផ្លាស់ប្ដូរឈ្មោះបែបហ្នឹងក៏គេត្រូវការឯកសារបន្ថែមដែរបងប្អូនណានេះដែលសម័យខ្លួនត្រូវភ្ជាប់ឯកសារត្រូវភ្ជាប់សិភៅស្នាក់នៅអាសយដ្ឋានថ្មីនោះឬលិខិតបញ្ជាក់លំនៅឋានចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលសិនទើបអាចថតបន្តសុពលភាពបានអញ្ចឹងមានសិភៅស្នាក់នៅឬក៏លិខិតបញ្ជាក់ចេញដោយប៉ុស្តិ៍បងប្អូនអញ្ចឹងអានេះបើសិនយើងករណីដូរឲ្យបងប្អូនដូរសង្កាត់ដូរអីភូមិសាស្ត្រទីតាំងភូមិសាស្ត្រហ្នឹងបើអត់ដូរទេមិនបញ្ហាទេយើងយកតែអត្តសញ្ញាណប័ណ្ណចាស់របស់យើងគឺគេថតថ្មីឲ្យតែម្ដងហើយបន្ទាប់មួយទៀតគឺតើតើទីកន្លែងហ្នឹងគឺប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃទីលំនៅអចិន្ត្រៃយ៍ណាបងប្អូនអញ្ចឹងគឺនៅកន្លែងហ្នឹងបងប្អូនកន្លែងធ្វើឬក៏អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌនៃលំនៅឋានអចិន្ត្រៃយ៍មួយទៀតស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃទីលំនៅអចិន្ត្រៃយ៍ស្នងការដ្ឋានទីស្នាក់ការបងប្អូនមួយទៀតគឺទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណផ្សារអ៊ីអន2សែនសុខឬក៏អ៊ីអន3មានជ័យអញ្ចឹងសិតតែកន្លែងដែលអាចនេះបងប្អូនអាចធ្វើឬក៏ថតអត្តសញ្ញាណប័ណ្ណគឺនៅទីកន្លែងអស់ទាំងហ្នឹងស្នាក់ការកណ្ដាលបសសនាយកដ្ឋានអត្តសញ្ញាណកម្មសញ្ជាតិខ្មែរអធិស្ឋានបងប្អូននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានទីតាំងនៅភូមិតាយ៉ៅក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញអញ្ចឹងមានច្រើនកន្លែងមែនតើបងប្អូនហើយយើងជាទូទៅយើងដឹងហើយគឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬក៏សង្កាត់ដែលយើងទីលំនៅដែលយើងនៅអចិន្ត្រៃយ៍នោះអាហ្នឹងយើងដឹងហើយជាទូទៅគឺធ្វើនៅទីហ្នឹងឯងហើយបងប្អូនជួនកាលគាត់អាចធ្វើនៅអ៊ីអនផ្សារទំនើបអីហ្នឹងក៏មានដែរបងប្អូនហើយទីតាំងដែល
គេតែងតែធ្វើទៀតគឺនាយកដ្ឋានអត្តសញ្ញាណប័ណ្ណជាតិខ្មែរដែលនៅសង្កាត់និរោធខណ្ឌច្បារអំពៅនោះអានឹងប៉ុណ្ណឹងទេបងប្អូនណាហើយអញ្ចឹងបងប្អូនកុំច្រឡំថាអត្តសញ្ញាណប័ណ្ណរបស់យើងនៅពេលដែលដល់អាយុ60ហើយយើងប្រើរហូតបានគឺមិនមែននោះទេគឺដូចជាឯកឧត្តមសេនីយ៍ឯកសាយមេឈៀងបានបញ្ជាក់អញ្ចឹងបងប្អូនណាគាត់ទៅសេបញ្ជាក់ឲ្យបន្ទាប់ពីមើលនេះគឺយើងច្បាស់ដែរមានន័យថាយើងបន្តប្រើអត្តសញ្ញាណប័ណ្ណដែលយើងប្រើពីមុនអាយុ60មកដល់អាយុ60ហើយប្រើរហូតទៅដល់អស់សុពលភាពនៃអត្តសញ្ញាណប័ណ្ណនោះហើយអត្តសញ្ញាណប័ណ្ណថ្មីដែលយើងបំពេញបែបបត់ថតរូបធ្វើអត្តសញ្ញាណប័ណ្ណថ្មីនោះទៅសុពលភាពរបស់វាមិនផុតទេបងប្អូនមានន័យអាចប្រើបានអចិន្ត្រៃយ៍បងប្អូនអញ្ចឹងមានប៉ុណ្្នឹងដែរបងប្អូនសូមអរគុណចំពោះការតាមដាននិងទស្សនានៅវីដេអូនេះសូមអរគុណសូមជម្រាបលា